Chụp xu lục cru nhầm ba trong môi dọn giấy hạ màu bị crom AU pram thầy đá trong thời can giờ dòng bị thêm bọt website render mode tá CSO SSG SSO nâng chiều vậy CSO đại dương hai biện pin bảo vệ cứ client side rendering với cứ chỉ browser để ai tương dụng HTML cell tụt mùi nâng JavaScriptបន្ទាប់មក JavaScript រត់ទៅលើ browser ដើម្បីទាញយក data និងបង្កើត context ជាក់ស្ដែងឡើងវិញហេតុអ្វីបានយើងត្រូវប្រើ CSO ពីព្រោះវាអាចបង្កើត interactivity ខ្ពស់ហើយការផ្លាស់ប្ដូរលឿនបន្ទាប់ពី load ដំបូងមិនចាំបាច់ reload ទំព័រទាំងមូលហើយវាអាចញែក front end និង back end API បានច្បាស់លាស់វាក៏ជួយបន្ថយបន្ទុក server ព្រោះការ render ត្រូវបានផ្ទេរទៅ client វិញហើយនៅពេលដែលយើងគូប្រើ CSO ហ្នឹងគឺនៅពេល dashboard admin panel ឬ internal tool ដែល SEO មិនសំខាន់ app ដែលមាន integrative ខ្ពស់ដូចជា social media feed chat app ជាដើមហើយ context ដែលនៅពីក្រោយ login search engine មិនអាច index បានស្រាប់យើងអាចកាត់បន្ថយបន្ទុក server ដោយផ្ទេររបស់រងចាំទៅ device ទៅកាន់អ្នកប្រើប្រាស់វិញបន្ទាប់មកគឺយើងនិយាយអំពី SSO ហ្នឹងពាក្យពេញរបស់វាគឺ server side rendering វាបង្កើត HTML ពេញលេញជាមួយនឹង data រួចរាល់សម្រាប់ every request រួចផ្ញើ HTML នោះទៅ browser ហេតុអ្វីបានយើងធ្វើប្រើ SSO យើងប្រើវាគឺវាល្អខ្លាំងហើយ search engine ទទួលបាន HTML ពេញលេញភ្លាម load មើលទៅលឿនហើយ user ឃើញ context ភ្លាមមិនមែន blank screen ល្អសម្រាប់ social media link preview open grip take render ពី server ហើយវាជួយដោះស្រាយបញ្ហា data ដែលបដូរញឹកញាប់ឬ personal បានល្អដូចជា context ខុសគ្នាតាម user ហើយយើងប្រើវាយើងគួរប្រើវានៅពេលណាយើងគួរប្រើ SSO ហ្នឹងនៅពេលដែល e-commerce stop បដូរញឹកញាប់ហើយ SEO សំខាន់គេហទំព័រព័ត៌មាន data dashboard ផ្ទាល់ខ្លួនទំព័រដែលត្រូវការ data ថ្មីគ្រប់ពេលចូលមើល context ខុសគ្នាតាម user season ប៉ុន្តែនៅតែត្រូវប្រើ gravel បាទសម្រាប់ SSG គឺពាក្យពេញរបស់វា static site generation វាគឺជា HTML page ដែលត្រូវបាន generate ជាមុននៅពេលដែល build មិនមែនពេល request ទេហើយវាយកទៅដាក់ជា static file ជាធម្មតាតាមតាមរយៈ CDN យើងប្រើ SSG ហ្នឹងគឺវាលឿនហើយ server មិនចាំបាច់កណនាអ្វីក្នុងពេល request ទេSEO ហ្នឹងវាល្អតម្លៃ hosting ថោកសុវត្ថិភាពខ្ពស់មិនចាំបាច់ដំណើរការ dynamic នៅលើ server scale បានច្រើន CDN អាចប្រើ request រាប់លាននឹងតម្លៃថោកពេលណាដែលយើងគូប្រើ SSG យើងប្រើវាគឺនៅពេល blog
documentation site ទំព័រ marketing loading page context ដែលមិនសូវបដូរឬបដូរតែពេល redeploy photo site product catalog ដែលមិនសូវបដូរញឹកញាប់ចង់បានល្បឿនលឿនបំផុតហើយអាចទ្រាំទ្រការ rebuild ពេល context បដូរអរគុណលោកគ្រូ